ជំរាបសួរស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងមេរៀនទី9នេះខ្ញុំលើកយកនៅការកត់ត្រាតាមប្រព័ន្ធ Cornell មកធ្វើការបង្ហាញដោយសារតែខ្លឹមសារមេរៀននៅក្នុងសប្តាហ៍នេះគឺមានភាពស៊ីជម្រៅមែនទែនហើយតម្រូវឲ្យសិស្សត្រូវការពង្រឹងនៅបំណិនអានហើយសរសេរនៅអ្វីដែលពួកគាត់បានយល់នោះទើបខ្ញុំសម្លឹងឃើញថាការកត់ត្រាតាមប្រព័ន្ធ Cornell ប្រហែលជាមធ្យោបាយមួយដែលជួយគាត់ឲ្យយល់ខ្លឹមសារមេរៀនបានល្អប្រព័ន្ធ Cornell នេះត្រូវបានរកឃើញដោយលោក Dr. Walter Polk នៅក្នុងឆ្នាំ1940នៅពេលដែលយើងចង់ឲ្យសិស្សកត់ត្រាតាមប្រព័ន្ធ Cornell សិស្សទាំងអស់ត្រូវតែមានមួយផ្នែកនៃឯកសាររបស់គាត់នៅផ្នែកខាងឆ្វេងដាក់នៅពាក្យកន្លឹះដែលគាត់បានអានផ្នែកខាងស្ដាំគាត់សរសេរនៅខ្លឹមសារដែលគាត់បានអាននិងចុងក្រោយគាត់សំយោគរវាងពាក្យកន្លឹះនិងខ្លឹមសារបង្កើតបានជាការសង្ខេបមួយយ៉ាងខ្លីអំពីខ្លឹមសារមេរៀនហើយបន្ទាប់ពីសិស្សបានធ្វើការកត់ត្រាតាមប្រព័ន្ធ Cornell នេះហើយខ្ញុំក៏បានឲ្យពួកគាត់ចែករំលែកនៅអ្វីដែលគាត់បានយល់ជាមួយគ្នាខ្ញុំមើលឃើញថាការកត់ត្រាតាមប្រព័ន្ធ Cornell នេះជួយសិស្សឲ្យរៀបចំលំដាប់លំដោយនៃព័ត៌មានដែលគាត់ទទួលបានងាយស្រួលក្នុងការហៅត្រឡប់មកប្រើប្រាស់ឡើងវិញហើយក៏ជួយគាត់ក្នុងការសិក្សាយ៉ាងស៊ីជម្រៅផងដែរចា៎សូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ